យើងមកហ៊ានមើលលំហាត់ដែលគេអាចចេញបាក់ឌុបឆ្នាំ2026នេះជាលំហាត់ដែលខ្ញុំដកចេញពីនិស្សិតបាក់ឌុបឆ្នាំ2016ហើយខ្ញុំគិតថា2026អាចចេញទៀតទម្រង់លំហាត់ហ្នឹងអានេះគេហៅលំហាត់ passive វាស្ថិតនៅក្នុងកាលទី12ពួក passive តាំងពី2021មករហូតដល់2025ហ្នឹងចេញរហូតឆ្នាំខ្លះចេញ2ដង2023ចេញ2លំហាត់2024ចេញ2លំហាត់2025ចេញ1លំហាត់អញ្ចឹងខ្ញុំគិតថា2026បើសិនចេញទៀតវា5-6ឆ្នាំជាប់គ្នាចេញរហូតបាទអញ្ចឹងទម្រង់លំហាត់នេះគឺអត់ពិបាកមើលទេទាំងអស់គ្នាហ៊ានមើលទី1បើសិនជាយើងឃើញចម្លើយនៅចម្លើយ A B C D ហ្នឹងឲ្យតែមានចម្លើយណាមួយដែលមានរូបរាង B បូកជាមួយនឹង verb free verb past participle ហ្នឹងរូបរាងហ្នឹងគឺរូបរាង passive ហើយបាទអញ្ចឹងបើសិនជានៅចម្លើយ A B C D មានរូបរាងហ្នឹងទាំងអស់គ្នាហ៊ានមើលចេះហ៊ានមើលប្រធានយើងមើលប្រធាននៅប្រធានលំហាត់នេះប្រធាននេះ problem តើប្រធានហ្នឹងវាធ្វើសកម្មភាពមួយហ្នឹងអត់នេះសកម្មភាពដែលគេដកចេញមកហ្នឹង solve បាទអញ្ចឹងបើសិនជាចម្លើយឆ្លើយថាអត់ធ្វើទេវារងសកម្មភាពហ្នឹងហើយអានេះគេហៅ passive ហើយបើសិនជាយើងសួរថាប្រធានហ្នឹងធ្វើអត់យើងឆ្លើយថាធ្វើអាហ្នឹងគឺ active ហើយ active គឺជាទម្រង់ដែលខុសពីរូបរាងមួយនេះ B verb free ហ្នឹងអញ្ចឹងយើងមើលចម្លើយមកយើងមានរូបរាងហ្នឹងអត់ B verb free ឃើញអត់នេះ ED ឡើយហ្នឹងក្រោយ B ឡើយហ្នឹងគឺ verb free ហើយអានេះ B verb free ដែរឃើញអត់ B verb free បាទហើយអានេះគឺអត់មាន B អញ្ចឹងវា active ហើយក្រៅពីទម្រង់ហ្នឹងគេហៅថាទម្រង់ active អញ្ចឹងយើងមើលប្រធាននេះមើល problem នេះ problem គឺធ្វើសកម្មភាព solve ហ្នឹងដោះស្រាយបាទអញ្ចឹងចម្លើយថាអត់ទេពីណាគេអ្នកធ្វើនេះ boy នេះ clever boy នេះអញ្ចឹងចម្លើយ D នេះគឺអត់ត្រូវទេបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺរូបរាង passive អញ្ចឹងរូបរាង passive យើងមានរហូតដល់3ចម្លើយ A ក៏រូបរាងហ្នឹង B ក៏រូបរាងហ្នឹង C ក៏រូបរាងហ្នឹងអា3ហ្នឹងខុសគ្នាត្រង់កាលអានេះអនាគតអានេះបច្ចុប្បន្នអានេះអតីតកាលអញ្ចឹងយើងមើលប្រធានមើលកាលលេខទេប្រធានរបស់យើងអតីតកាលកន្លែងណាបញ្ជាក់ថាអតីតកាលគឺកន្លែងនេះគេហៅថា time expression វាបញ្ជាក់ថាសកម្មភាពហ្នឹងកើតហើយកាលពីយប់មិញអញ្ចឹងចម្លើយអនាគតអត់ត្រូវទេឲ្យតែចម្លើយណាដែលខុសកាលជាមួយប្រធានអាហ្នឹងគឺជាចម្លើយដែលខុសហើយអញ្ចឹងបច្ចុប្បន្នក៏ខុសដែរអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយ C នឹងយកចម្លើយ C យកនៅហ្នឹងអានេះវាស្ថិតនៅក្នុងលំហាត់កាលដែរហើយលំហាត់កាលវាចេញរហូតចេញរាល់ឆ្នាំអត់ដែលខានទេបើលំហាត់កាលគ្រាន់តែលំហាត់កាលហ្នឹងវាអាចមានរូបរាង passive វាអាចមានរូបរាង perfect វាអាចមានរូបរាងផ្សេងៗទៀតអញ្ចឹងរបស់កាលហ្មងគឺចេញរាល់ឆ្នាំហើយលំហាត់កាលកាលណាដែលចម្លើយ A B C D ហ្នឹងមានកាលខុសគ្នាយើងមើលប្រធានហ្មងថាប្រធានហ្នឹងកាលអីហ្មងហើយចម្លើយណាដែលខុសកាលគឺខុសហ្មងអាហ្នឹងគឺចេញ 100% ហ្មងខ្ញុំហ៊ាននិយាយថា 100% លំហាត់កាលអញ្ចឹងដល់នេះអញ្ចឹងអានេះ future អានេះបច្ចុប្បន្នអានេះអតីតកាលអានេះអតីតកាលអញ្ចឹងប្រធានយកអតីតកាលអាចចម្លើយពីរនេះគឺខុស 100% មកឃើញអត់បាទគ្រាន់តែលំហាត់នេះវា passive អញ្ចឹងវាទាមទារយើងចេះមើល passive active ទៀតអានេះ passive អានេះ active អញ្ចឹងយើងមើលប្រធាននេះមកប្រធានហ្នឹងអត់ធ្វើសកម្មភាពហ្នឹងអញ្ចឹងវារងសកម្មភាពយើងយករូបរាង passive មិនត្រូវបាទអូខេហ្នឹងហើយលំហាត់ហ្នឹងគឺមិនប៉ុណ្្នឹងហើយខ្ញុំគិតថាអាចនឹងចេញបាក់ឌុបទៀតបើសិនជាវាអត់ចេញ2026ហ្នឹងក៏27ចេញដែរតែថាវាចេញមករហូតតាំងពី2011 13 14បាទ15 16 17អត់ចេញ18ចេញ19អត់ចេញវាខានចេញ12ឆ្នាំហើយ17ហើយនឹង19ខាត់ហ្នឹងវាចេញរហូតហើយឆ្នាំខ្លះវាចេញ2លំហាត់ហ្មងក៏មានដែរបាទប្រគុណហ្នឹងហើយលំហាត់ហ្នឹងមានប៉ុណ្្នឹងបាទ